ជាសួរលោកគ្រូខ្ញុំបានឈ្មោះហ៊ឿនឆៃលៀងមកពី SV7 ថ្ងៃហ្នឹងខ្ញុំមក record បញ្ជាក់តកតងនឹងគ្រូដាក់ឲ្យហើយបញ្ជាក់នឹងដែរNJS ហើយសម្រាប់ថ្ងៃនេះវិញខ្ញុំបានកន្លែងហើយនៅខាងក្នុង tele នេះវិញគឺជា comment ដែលខ្ញុំបាន note ទុកសម្រាប់ធ្វើបញ្ជាក់ហ្នឹងអញ្ចឹងបងខ្ញុំrun comment install NJS បន្ទាប់មកខ្ញុំទៅខ្ញុំវាយ comment enable NJS បន្ទាប់មកខ្ញុំចូលទៅកាន់ទី3តកតងជាមួយការឆែក set ហ្នឹងចឹងឡើយនេះខ្ញុំបាន enable ឲ្យនឹង status ហើយអញ្ចឹងវាឃើញ active បែបនេះឥឡូវនេះខ្ញុំចូលទៅកាន់ណាដោយ allow commission ហើយអញ្ចឹងការ recommend នេះគឺដើម្បី run commission បន្ទាប់មកកន្លែងនេះខ្ញុំខ្ញុំ run code config មួយសិនហើយបន្តខ្ញុំចូលទៅ check នៅក្នុង Fazilla តោះមកខ្ញុំចូលទៅ file ហើយចូលយកពាក្យ assign manager ហើយជា connect មកតោះមកខ្ញុំទៅរក file សិនដើម្បី open ទៅ file www 3ដងតោះមកកន្លែងនេះយើងបានឃើញ file ហ្នឹងហើយដល់នៅក្នុង file ហ្នឹងផងដែរមាន folder HTML មួយដែរបន្តមកកន្លែងខ្ញុំទៅធ្វើការ load ម្ដងទៀតបន្តមកឥឡូវខ្ញុំធ្វើការតែបើក partition ដើម្បីចង់នៅវាដើរចឹងឡើយអត់បានដោយសារវាជា ATPS អញ្ចឹងយើងលុប PS ចោលបានវាដើរអញ្ចឹងបានឃើញចេញបែបហ្នឹងអញ្ចឹងវាដើរហើយតទៅពីហ្នឹងខ្ញុំធ្វើការតែ upload file នេះចូលតមកកន្លែងនេះយើងអូ file ទៅចូលក្នុង folder HTML ចឹងឡើយនេះវាហើយអញ្ចឹងខ្ញុំធ្វើការ argument file reload បានជាដើម្បីវាកន្លែងបន្ទាប់ពីយើង run របស់ហ្នឹងយើងធ្វើការ refresh ក្នុង Google Edge យើងដើម្បីកំដៅវាដើរអញ្ចឹងបានឃើញអញ្ចឹងវាបានដើរអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេលោកគ្រូសូមអរគុណ